សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ជំរឿចិត្តថ្ងៃនេះជំរឿចិត្តសូមនាំអារម្មណ៍អ្នកទាំងអស់គ្នាដែលដឹងអំពីប្រវត្តិរឿងរ៉ាវផ្សេងៗនិងស្វែងយល់ស៊ីជម្រៅលើបទចម្រៀងដែលដក់ជាប់ក្នុងចិត្តរបស់អ្នកទាំងអស់គ្នាគឺបទលីងជូមាសបងលួចមើលស្រីពីចម្ងាយគួរស្ដាយជាប់ក្នុងចិនដោយដែលយើងគ្រប់គ្នាបានដឹងហើយថានៅទសវត្សរ៍ឆ្នាំ50-70ជាយុគសម័យមាសនៃតន្ត្រីខ្មែរហើយក្នុងនោះលោកស៊ិនស៊ីសាមុតគឺជាអ្នកចម្រៀងដែលមានភាពលេចធ្លោម្នាក់និងត្រូវបានដាក់រហស្សនាមឲ្យជាអធិរាជសម្លេងមាសនាសម័យនោះសិល្បៈតន្ត្រីខ្មែរយើងក៏បានទទួលឥទ្ធិពលពីបរទេសផងដែរជាក់ស្ដែងបទលីងជូមាសបងនេះគឺជាភស្តុតាងតែម្ដងបទនេះត្រូវបានយកលំនាំតាមបទជប៉ុនដែលមានចំណងជើងថា Shianbashi Blue ច្រៀងដោយ Akira Nakai ចេញនៅឆ្នាំ1968ហើយក៏ត្រូវបានច្រៀងជាភាសាចិននៅក្នុងឆ្នាំ1970ផងដែរ呼んでくれるな俺の名前をមនុស្សជាច្រើនគិតថាលោកស៊ិនស៊ីសាមុតជាអ្នកនិពន្ធប៉ុន្តែទំនុកច្រៀងនេះជាស្នាដៃកវីញ៉ែមផុនហៅកុកនិងសម្រួលបទភ្លេងដោយលោកសំសាខនដែលលោកទាំងពីរជាសមាជិកវងភ្លេងយោធាភិរម្យក្នុងសម័យសង្គមរាស្ត្រនិយមបទនេះបានថតផ្សាយលើថាសរបស់ក្រុមហ៊ុនអប្សរាក្នុងអំឡុងដើមទសវត្សរ៍1970ឥឡូវយើងងាកមកស្វែងយល់ពីអត្ថន័យនៃបទចម្រៀងនេះតែម្ដងឃ្លាដែលច្រៀងថាបងលួចមើលស្រីពីចម្ងាយបង្ហាញពីស្ថានភាពនៃការចាប់ផ្ដើមស្នេហាគឺការតាមដានមើលនាងដោយសម្ងាត់ទាំងយប់ទាំងថ្ងៃស្ដាយជាប់ក្នុងចិនមើលពីប្រឹងដល់យងងឹនណែដល់កម្រិតចិនប្រប្រាថ្នាមើលហើយមើលទៀនបងខំឆ្លៀតគុណភេត្រាស្នេហារីស្រដូចកាហើយចិនដាមានបំណងលិនជូមេបងអាសូរៀបផងដែលបងលើពើការប្រើពាក្យគួរឲ្យស្ដាយជាប់ក្នុងចិត្តបង្ហាញពីការប៉ងប្រាថ្នានិងការឈឺចាប់ដោយសារតែការមិនបាននៅក្បែរចំពោះឃ្លាទី2ដែលច្រៀងថាអូនអង្គុយដេកក្បែរបងអួចបង្ហាញពីសកម្មភាពជាក់លាក់របស់នារីដែលជានិមិត្តរូបនៃស្ត្រីមេផ្ទះនិងជាឱកាសដែលបុរសអាចមើលឃើញនាងបានចិនបងគួញប្រឹងលួចហួចហៅអូននាងអៀនមិនហ៊ានចេញក្រៅតើថ្ងៃណាទៅពើមេតាសូមអូនអាណិនដល់ដួងចិនដែលប្រាថ្នាមេត្តាដាទានស្នេហានរៀមរាណានួនឡការប្រើភាសាកាយវិការចិត្តបងគួចប្រឹងលួចហួចហៅបង្ហាញពីការប៉ុនប៉ងតាក់ទងដោយប្រយោលនិងដោយសម្ងាត់ចំពោះឃ្លាលិនជូមេបងអាសូរៀបផងដែលផងលើពើគឺជាការអង្វរករដោយផ្ទាល់ទៅកាន់នាងទាំងក្តីអស់សង្ឃឹមដើម្បីសុំក្តីមេត្តានិងការអាណិតស្រឡាញ់ព្រោះនាងអៀនមិនហ៊ានចេញក្រៅផ្ទះផងបន្ទាប់ពីស្វែងយល់ពីអត្ថន័យនៃបទចម្រៀងនេះរួចខ្ញុំសូមបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមកកាន់រឿងរ៉ាវដែលគេនិយាយតគ្នាពីមាត់មួយទៅមាត់មួយអំពីបទចម្រៀងនេះវិញម្ដងអ្នកគាំទ្រជឿថាលីងជូជាឈ្មោះស្ត្រីជនជាតិចិនម្នាក់ដោយគេបានរៀបរាប់ថានៅចុងទសវត្សរ៍1960លោកស៊ិនស៊ីសាមុត
ត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីចូលរួមកម្មវិធីមួយនៅទីនោះគាត់បានស្គាល់នារីម្នាក់ដែលជាសិល្បករជនជាតិចិននាងជានារីមានសម្រស់ស្រស់ស្អាតម្នាក់មានភាពប៉ិនប្រសប់ក្នុងការសម្ដែងនិងមានសម្លេងពីរោះថែមទៀតផងពេលពួកគាត់សម្ដែងរួមគ្នាគាត់ក៏មានអារម្មណ៍ចាប់ចិត្តស្នេហាលើនារីម្នាក់នោះប៉ុន្តែពេលត្រឡប់មកប្រទេសកម្ពុជាវិញគាត់បានបែកចេញពីនាងដោយមិនអាចជួបគ្នាម្ដងទៀតទេគេនិយាយថាពេលនោះគាត់បានសរសេរបទមួយដើម្បីជាការនឹករលឹកនិងផ្ញើឲ្យនាងនោះគឺបទលីងជូមៀបងដែលជាសម្លេងនៃការអង្វរឲ្យស្នេហាវិលត្រឡប់មកវិញចំពោះរឿងនេះពុំមានការបញ្ជាក់ផ្លូវការណាមួយទេគ្រាន់តែជារឿងដែលគេនិយាយតគ្នាហើយវាអាចជាការស្រមើស្រមៃរបស់អ្នកគ្រប់គ្រងនាសម័យនោះក៏អាចតាមបានសរុបសេចក្តីមកបទលីងជូមៀបងមិនត្រឹមតែជាបទចម្រៀងស្នេហាធម្មតានោះទេតែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីវប្បធម៌និងរបៀបនៃការតាក់ទងស្នេហារបស់យុវវ័យខ្មែរនាសម័យនោះដែលពោរពេញទៅដោយមនោសញ្ចេតនាការសម្ងាត់និងការគោរពឲ្យតម្លៃគ្នាយើងអាចដឹងបានតាមរយៈឃ្លាអូនអង្គុយដេកក្បែរបងអួចបង្ហាញពីរបៀបរស់នៅរបស់នារីខ្មែរនាសម័យនោះដែលចូលចិត្តអង្គុយដេកប៉ាក់ធ្វើកិច្ចការផ្ទះនៅកន្លែងដែលងាយមើលឃើញពីខាងក្រៅតែពិបាកនឹងចូលទៅជិតការលួចមើលឬលួចហួចហៅជាលក្ខណៈនៃស្នេហានាសម័យបុរាណដែលតម្រូវឲ្យមានការអៀនខ្មាស់និងមិនហ៊ានបបួលគ្នាចេញក្រៅដោយចំហគឺមានតែការសម្លឹងមើលគ្នាតាមចន្លោះបង្អួចតែប៉ុណ្ណោះភាពល្បីល្បាញរបស់បទនេះស្ថិតនៅគង់វង្សរហូតមកដល់សព្វថ្ងៃក៏ដោយសារតែការរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃសំនៀងដ៏ពីរោះអត្ថន័យដ៏ជ្រាលជ្រៅនិងចង្វាក់ភ្លេងដ៏ស៊ីអារម្មណ៍បទនេះនៅតែជាមរតកតន្ត្រីដ៏អស្ចារ្យដែលចាក់ដោតបេះដូងអ្នកស្ដាប់ខ្មែរជានិរន្តរ៍អូនអង្គុយដេកក្បែរបងអួច បទនេះដែរក៏ជាការសំណូមពររបស់ប្រិយមិត្តម្នាក់មានឈ្មោះថា La Neverline ប្រិយមិត្តរបស់យើងប្រាប់ថាមិនបានចង់ផ្ញើបទនេះទៅកាន់អ្នកណានោះទេគឺគ្រាន់តែចង់ដឹងពីប្រវត្តិនិងរឿងរ៉ាវនៃបទនេះតែប៉ុណ្ណោះព្រោះចំពោះប្រិយមិត្តផ្សេងទៀតមានបំណងចង់ផ្ញើបទនេះទៅកាន់អ្នកណាដែរឬទេឬចង់សំណូមពរបទអ្វីផ្សេងទៀតញ៉ាជូនទៅកាន់មនុស្សជាទីស្រឡាញ់តាមរយៈជំរឿចិត្តអ្នកទាំងអស់គ្នាអាចផ្ញើសារមកកាន់យើងតាមរយៈ Facebook Page ដែលមានតំណនៅក្នុង description ខាងក្រោមតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះបទចម្រៀងមួយនេះតើវាមានអត្ថន័យយ៉ាងណាចំពោះអ្នកទាំងអស់គ្នាសូមចូលរួម comment មតិយោបល់របស់អ្នកទាំងអស់គ្នាខាងក្រោមសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តស្វែងយល់ពីរឿងរ៉ាវផ្សេងៗនៃសិល្បៈតន្ត្រីខ្មែរសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូផ្សេងទៀតពីខ្ញុំក៏សូមអភ័យទោសបើសិនជាមានកំហុសឆ្គងត្រង់ណាដោយអចេតនាជួបគ្នានៅវីដេអូបន្ទាប់